រៀនអានកំណាព្យសាមគ្គីរឹងមាំសមនឹងឈ្មោះល្អសត្វគោមៀតតូចតែមានអំណត់ក្របីធំធាត់តែចាញ់កម្ដៅសត្វរុយវារោមព្រោះមានដំបៅគេស្គាល់ក្រយៅព្រោះឃើញមេយាទសត្វសេះឥតស្នែងរាងខែងសមរម្យក្របីស្នែងធំរាងសមនឹងមៀតរស់ក្នុងសង្គមសមនឹងមានញាតិផ្ទះមិនចង្អៀតសមម្ចាស់ចិត្តល្អជនខ្វះអំណត់សមនឹងអត់សិលរីជនខូចខលសមមិនស្គាល់ធัวបុគ្គលបុះផ្លមសមអត់ចៃវរចិត្តនៅញាប់ញ័រសមនឹងចង់ធំតើបោះសង្រួមសមនឹងខន្តីសច្ចាំងក្នុងព្រៃសមសិលឧត្តមបើចិត្តនៅអៀនរៀនធ្វើឲ្យសមសាមគ្គីរឹងមាំសមឈ្មោះប្រពៃការងារឧត្តមសមនឹងចំណេះខំរៀនទើបចេះសមមានតម្លៃសង្រួមបានល្អសមធัวវិន័យសិលទានល្អក្រៃសមសត្វធាមាំដោយឧបាសកគុយសធនសៀវភៅជំនួយសតិភៈទី5ទំព័រ245សូមជូនកំណាព្យទី2ចំណងមេបាជីវិតសត្វលោកកើតមកដោយកម្មរស់ច្រើនខែឆ្នាំចូលចាំទុកនៅអប់រំបត់ភ្ងាកុំឲ្យល្ងងខ្លៅសងគុណម៉ែឪនោះទើបប្រពៃចំណងមេបារៀបការកូនចៅអញជេរញាតផៅឲ្យពួរឲ្យជ័យស៊ីការសបាយចាយប្រាក់ចងដៃធ្វើការ10ថ្ងៃចងដៃការមួយពេលមង្គលការហឺហាសបាយស៊ីផឹកក្អាកក្អាយកាយចិត្តឥតព្រួយគិតថាបានគ្នាគ្រាន់ជាជំនួយភ្លេចគិតថែមមួយព្រួយស្មើខណ្ឌ10កាយ1ខណ្ឌ5រងកម្មអណែកកាយ2ទឹកភ្នែកសង្វេគគ្រប់សពកាយច្រើនរោគច្រើនចម្រើនទុកជាប់រស់ចាំថ្ងៃស្លាប់ក្រែងអស់អាស្រូវព្រះធัวនៅមានម្ដេចមិនរៀនស្ដាប់ព្រះធัวជាច្បាប់ប្រាប់បងហាញផ្លូវមានរូបមានទុកមានខុសមានត្រូវគូខំរៀនទៅកុំខុសច្រើនពេកដោយឧបាសកគុយសធនសៀវភៅជំនួយសតិភៈទី5ទំព័រ246ដកស្រង់ចេញពីសៀវភៅប្រជុំកំណាព្យ101សពទានាងធម្មទានាងចនិតិធម្មទានរមែងឈ្នះអស់ទានទាំងពួងសូមអនុមោទនា